lỡ cái thơ mau bị ấy trong nó tao ថ្ងៃនេះគឺបានដល់លេងកំសាន្តទៀតហើយគឺទៅកាន់ស្រុកស្រែអំបិលខេត្តកោះកុងឥឡូវនេះគឺបានមកដល់ផ្លូវបំបែកកោះកុងកំពង់សោមណាយើងអត់បាត់ឆ្វេងទេគឺបាត់ស្ដាំមកម្ដងនេះមើលសឹងតែមិនស្គាល់ពីព្រោះថាផ្លូវទៅកោះកុងគឺស្រស់ស្អាតមែនតើឥឡូវហ្នឹងគឺថាធ្វើខ្នល់ហើយចំណែកទេសភាពជុំវិញវិញអូហូឲ្យអ៊ួយទៀតហើយដែលសំខាន់ជាតែមួយផ្លែតដល់តែម្ដងឥឡូវនេះគឺយើងបានដល់ផ្លូវបត់ចូលណាចាគឺថាយើងឆ្ពោះទៅកាន់កន្លែងដែលធ្វើអំបិលចាបងប្អូនទូទៅក៏គាត់ដឹងហើយថានៅកោះកុងគឺមានកន្លែងធ្វើអំបិលចាដែលគេហៅស្រុកស្រែអំបិលហ្នឹងណាចាគឺថាផ្លូវគេអញ្ចេះឯងហើយនៅតាមផ្លូវចូលទៅកាន់កន្លែងធ្វើអំបិលណាគឺថាអមដោយទេសភាពស្រស់បំព្រងចាហើយយើងកាត់តិចពីព្រោះដោយសារវីដេអូយើងរៀងវែងហើយនេះគឺជាផ្លូវដែលឆ្ពោះទៅកាន់កន្លែងធ្វើអំបិលតែម្ដងចារៀងពិបាកតិចពីព្រោះដោយសារតែប្រហែលថ្ងៃមុនហ្នឹងគឺមានភ្លៀងអញ្ចឹងហើយធ្វើឲ្យផ្លូវរៀងពិបាកជិះបន្តិចតែបើសិនជាអត់ភ្លៀងគឺយើងស្រួលជិះតែផ្លែតគឺដល់ហើយចាឥឡូវនេះកាត់គឺយើងបានមកដល់ហើយគឺមកដល់កន្លែងកសិដ្ឋានធ្វើអំបិលផ្ទាល់តែម្ដងចានេះដោយសារតែមេឃភ្លៀងអញ្ចឹងហើយស្ដាយមែនតើអត់បានឃើញអំបិលផ្កាអំបិលដោះណាចានេះគេហៅថាស្រែអំបិលជំរាបសួរឥឡូវនេះគឺខ្ញុំបានមកដល់ទឹកដីស្រុកស្រែអំបិលខេត្តកោះកុងហើយនៅខាងក្រោយនេះខ្ញុំនេះគឺជាកន្លែងដែលគេធ្វើអំបិលចាប៉ុន្តែដោយសារតែម្សិលមិញនេះគឺមានភ្លៀងខ្លាំងមែនតើអញ្ចឹងហើយទៅអំបិលអត់អាចធ្វើបានទេអត់កកអីគឺវាលាយចាមកឥឡូវនាំអារម្មណ៍ពុកម៉ែបងប្អូនដែលគាត់កំពុងតែទស្សនាមកមើលទស្សនវិជ្ជាទាំងមូលនៅក្នុងកសិដ្ឋានដែលពួកគាត់ធ្វើអំបិលចាហើយនេះសិតតែជាទឹកសមុទ្រណាទឹកសមុទ្រយើងហ្នឹងគាត់បូមមកចាគាត់បូមមកគាត់បូមចូលស្រែហ្មងចាអំបិលគឺគាត់មានខ្លះគឺគាត់ប្រមូលផលខ្លះហើយនៅពេលដែលគាត់ប្រមូលផលបានគឺគាត់យកទៅទុកនឹងឃ្លាំងចាទុកនឹងឃ្លាំងពេលថ្ងៃអញ្ចឹងណាបើសិនជាពេលដែលដោះផ្កាអំបិលមកយកមកទៅដូចពេជ្រចឹងផ្កាអំបិលព្រាកចាំងជាមួយនឹងថ្ងៃគឺដូចពេជ្រចឹងតែនេះគាត់ណាស្ដាយដោយសារតែភ្លៀងដល់ពេលភ្លៀងអញ្ចឹងទៅធ្វើឲ្យទឹកអំបិលមិនទាន់ស្ងួតមិនទាន់កកចាហើយនេះឃើញទេពេលដែលយើងធ្វើអំបិលគឺយើងត្រូវការបំផុតគឺមេឃថ្ងៃក្តៅអញ្ចឹងបើសិនជាមេឃថ្ងៃក្តៅអញ្ចឹងម្សិលមិញបើសិនជាអត់ភ្លៀងអូមកដល់ឃើញអំបិលឡើងសព្រាតពេញហ្នឹងហ្មងឡើងចាំងដូចពេជ្រអញ្ចឹងហើយកាលពីមុនខ្ញុំឆ្ងល់ថាហេតុអីបានជាអំបិលពេលដែលគេកៅហើយអញ្ចឹងមិនបានយើងញ៉ាំទៅអត់ប៉ះនឹងដីឆ្ងល់មែនតើដល់តែពេលឃើញអ៊ំស្រីគាត់ធ្វើអំបិលពេលដែលគាត់ប្រមូលផលកៅមកពីដីណាគាត់យកទៅលាងហើយឆ្ងល់ទៀតថាហេតុអីបានជាពេលដែលលាងពេលដែលគាត់ត្រង់ដាក់ទៅត្រង់ហើយគាត់យកទៅលាងទៅហេតុអីបានជាអំបិលអត់លាយដឹងហេតុអីអត់គឺដោយសារតែទឹកប្រៃដូចគ្នាហ្នឹងហើយតែគាត់ថាគាត់លាងទៅគាត់ជ្រោកទៅដើម្បីឲ្យអស់ដីដែលជាប់ហ្នឹងហើយមកឥឡូវមកយើងដើរមើលមកជុំមើលថាទស្សនវិជ្ជានៅជុំវិញកន្លែងធ្វើអំបិលរបស់គាត់ថាទេសភាពស្អាតប៉ុណ្ណានេះមើលតានេះខាងនេះវិញមកនេះមើលខាងក្រោយនឹងខ្ញុំអូយទេសភាពស្អាតមែនតើហើយអ្វីដែលខ្ញុំស្រឡាញ់ជាងគេពេលដែលមកដល់កន្លែងនេះគឺពេលព្រឹកព្រលឹមហើយនឹងថ្ងៃរៀបលិចស្អាតខ្លាំងហើយត្រជាក់មែនតើហើយនេះមេក្តៅប៉ុណ្ណឹងក៏នៅទេសភាពស្រស់ស្អាតបំប្រងហើយត្រជាក់ទៀតហ្នឹងហើយមកឥឡូវដើរមកមើលទាំងអស់គ្នាមើលនេះឃ្លាំងគាត់នេះឃ្លាំងស្តុកអំបិលមកឥឡូវយើងមកមើលអំបិលទាំងអស់នេះសិនអូយទីបែកនេះអាយ៉ានេះមើលឃើញអត់កាមេរ៉ានេះគឺអំបិលរបស់គាត់ស្តុកទុកចឹងអូច្រើនមែនតើហើយសម្រាប់បងប្អូនដែលគាត់បានមកលេងមកដើរលេងនៅស្រែអំបិលហ្នឹងណាអាចចូលមកទិញផ្ទាល់នៅកន្លែងគាត់បានតម្លៃធូរថ្លៃហើយបានរបស់សុទ្ធញ៉ាំទៀតចាមកឥឡូវយើងចេញមកក្រៅវិញយើងនេះអំបិលនេះគាត់ចងថងអញ្ចឹងហើយមើលឡើងសក្បោះអញ្ចឹងណានេះឡើងសក្បោះអញ្ចឹងណាហើយមែនតើបើសិនជាយើងយកទៅធ្វើម្ហូបអត់សូវប្រៃខ្លាំងទេពីព្រោះខ្ញុំហ្នឹងខ្ញុំជួយចិត្តខ្ញុំឲ្យតែម៉ោម្ដងខ្ញុំទិញយកទៅព្រោះពេលយើងយកស្លឬមួយក៏ឆាយអត់សូវប្រៃខ្លាំងទេបើធម្មជាតិ
បើធម្មជាតិអត់សូវប្រៃខ្លាំងទេហើយឆ្ងាញ់ទៀតអូបើសិនជាយើងបានអំបិលគ្រួសនេះណាបើសិនជាយើងបានអំបិលគ្រួសអញ្ចឹងទៅយើងញ៉ាំជាមួយនឹងម្ជូរហ្នឹងហើយម្ជូរស្វាយម្ជូរអីហ្នឹងយើងបុកជាមួយនឹងខ្ទឹមមកកពុះទៅជាមួយនឹងម្ទេសពីរបីគ្រាប់អីចឹងទៅហើយយើងជ្រលក់ជាមួយនឹងក្តឹបស្វាយអូដឹងឆ្ងាញ់ប៉ុណ្ណាអំបិលគ្រួសបុកអំបិលម្ទេសគឺឆ្ងាញ់លេខ1ហ្មងចាហើយនេះស្តែជាអំបិលដែលគាត់បានយកមកពូនទុកណាពេលដែលគាត់ប្រមូលបានណាហ្នឹងហើយនៅកន្លែងនេះការផលិតអំបិលគឺគាត់ធ្វើលក្ខណៈជាទ្រង់ទ្រីគ្រួសារហ្នឹងហើយក៏ប៉ុន្តែការធ្វើជាទ្រង់ទ្រីគ្រួសាររបស់គាត់គឺគាត់ទទួលបានផលច្រើននិយាយរួមទៅបើសិនជាមិនអត់ភ្លៀងគឺគាត់ទទួលផលបានច្រើនមែនទែនពីព្រោះថាគាត់ធ្វើគឺគ្នាច្រើនសូម្បីតែក្មេងៗទុយគាត់ចេះធ្វើដែរសូមសរសើរគាត់មែនទែនហើយនៅកន្លែងនេះផងដែរអ្វីដែលខ្ញុំចាប់អារម្មណ៍ពេលយប់ចាពេលយប់ហ្នឹងមិនពេលយប់ហ្នឹងសូម្បីតែកន្លែងទឹកនេះទឹកបន្តិចហ្នឹងណាបងប្អូនជឿអត់គឺមានកំពឹសមានបកាខ្ញុំបតោខ្ញុំដើរចាក់បកាចាក់បានសោះតែឃើញបកាលោតដល់ពេលយើងឃើញហ្នឹងយើងចាក់ទៅវាលោតតែបើសិនជាយើងកុំមាត់អូចាក់បានច្រើនណាពេលយប់គឺពាក្យច្រើនគឺនៅក្នុងក្លុកហ្នឹងក្លុកទឹកហ្នឹងណាមានបកាហើយមានដូចជាត្រីហ្នឹងគេហៅត្រីអីនេះភ្លេចបាត់ហើយតែត្រីហ្នឹងឆ្ងាញ់ត្រីហ្នឹងយកទៅចៀនឆ្ងាញ់ណាត្រីហ្នឹងត្រីសកាហ្នឹងហើយពេលយប់យើងអត់ខ្វះរបស់ញ៉ាំទេឲ្យតែយើងបកកែរោនៅក្នុងតំបន់ព្រៃកោងកាងអីដូចជាព្រៃកោងកាងគឺមានគេហៅថាក្រុមភក់ក៏ងាវភក់កាមេរ៉ាមែនងាវភក់ហ្នឹងហើយងាវភក់ហ្នឹងអូបើនិយាយរឿងងាវភក់ហ្នឹងបើសិនជាបងប្អូនគាត់ចូលចិត្តណាតែភាគច្រើនគឺចូលចិត្តច្រើនយកទៅអាំងហើយយកមកទឹកត្រីកោះកុងញ៉ាំឆ្ងាញ់ណានឹងព្រៃកោងកាងហ្នឹងអញ្ចឹងខ្ញុំចង់និយាយថានៅនេះឲ្យតែយើងបកកែរោគឺអត់ខ្វះរបស់ញ៉ាំទេហើយមួយវិញទៀតនៅនឹងជាប់កន្លែងព្រៃកោងកាងហ្នឹងគឺមានព្រែកតែម្ដងហ្នឹងហើយនេះព្រៃកោងកាងតែនៅនោះគឺមានព្រៃកោងកាងហ្មងហើយព្រៃកោងកាងហ្នឹងបើសិនជាយើងអ្នកគេថាអ្នកបកកែរោត្រីអីចឹងរោក្តៅមកអីបានហូបទៀតហ្នឹងហើយតែនេះសម្រាប់យើងខ្ញុំមើលคลิปវីដេអូក្រោយនេះខ្ញុំនឹងតរងងាវភក់ហ្នឹងហើយតរងងាវភក់ទៀតអូលឺសូគេថាខែហ្នឹងគឺសម្រងងាវភក់ឲ្យប្រពន្ធអរគុណច្រើនចាអរគុណជាពិសេសសម្រាប់ពុកម៉ែបងប្អូនដែលតែងតែតាមដានទស្សនាជាមួយនឹងคลิปវីដេអូរបស់នាងខ្ញុំហើយកុំភ្លេចណាសូមជួយ Subscribe YouTube របស់នាងខ្ញុំម្នាក់មួយផងចាហើយវីដេអូបន្តទៀតនឹងមានវីដេអូជាច្រើនក៏ដូចជាទៅតាមបណ្ដាកន្លែងស្អាតចាញ់ទៅដល់ពុកម៉ែបងប្អូនបានទស្សនាឥឡូវនេះនាងខ្ញុំសូមអរគុណសូមគោរពលាបាយបាយ